នេះគឺជាគ្រូម៉ូទ័ររបស់ Suzuki Letnic ដែលបងប្អូនអាចមើលបានខ្ញុំនឹងមកបដូរម៉ូទ័របូមសាំងនិងដូរតម្រងរបស់វាឲ្យបងប្អូនមើលថាតើគេដូររបៀបម៉េចនិងលាងសម្អាតរបៀបម៉េចឲ្យវាបានត្រឹមត្រូវនិងតាមស្តង់ដាររបស់ក្រុមហ៊ុនសឹកក្រុមហ៊ុនគេថាគេហ្នឹងនៅស្រែសោះសិតតែក្រុមហ៊ុនអញ្ចឹងដំបូងឡើយឲ្យយើងឆ្កឹះជាមួយនឹងតម្រងវាចេញសិនកលឹះវាមាន3គ្រាប់ឆ្កឹះស្រួលប្រយ័ត្នខ្ទៀតបន្ទាប់មកដកដុយកង្ទ័រសាំងអញ្ចឹងទៅដោះជាមួយនឹងកលឹះម៉ូទ័រទៀតហើយកលឹះម៉ូទ័រមាន2គ្រាប់ហើយនឹងកលឹះឡាប៉េមាន2គ្រាប់ដែរហើយកត្រាក់វាចេញមកដុកម៉ូទ័រវាចេញមកអញ្ចឹងឃើញថាវាកក្រិចខ្លាំងណាស់សិតតែកាក់ដីអញ្ចឹងដើម្បីសម្អាតឲ្យបានស្អាតយើងត្រូវតែយកទឹកថ្នាំ sensor លាងសម្អាតវាព្រោះទឹកថ្នាំ sensor គឺវាអត់ប៉ះពាល់ទៅដល់ sensor ទេគឺវាអត់ងាយខូចបើយើងលាងសាំងវាអាចនឹងខូច sensor វាអាចខូចភ្នែក sensor របស់វាអញ្ចឹងយើងរៀបចំបញ្ចូលវិញទៅទី1ដាក់ខ្សែពណ៌ខ្មៅទី2ដាក់ខ្សែពណ៌ក្រហមទី3ដាក់ខ្សែពណ៌សូកូឡាតែដាក់ច្រឡំខ្សែគឺដាក់ទៅអត់ឆេះទេបងប្អូនហើយក៏អាចទៅខូចម៉ូទ័របូមសាំងនឹងផងដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមអរគុណបងប្អូនទាំងអស់គ្នា